ឲ្យជួយនាំពីសំដីរបស់ខ្ញុំយកទៅដាក់ក្នុង Facebook បង្ហោះទៅលើ Mail ឲ្យព្រះអង្គក៏បានឃើញឲ្យព្រះអង្គក៏បានលឺឲ្យព្រះអង្គក៏បានដឹងហេតុអ្វីនៅឋានកតាមនុស្សឈឺចាប់បែបហ្នឹងកើតមកជាកូនប្រុសអត់ការងារទៅធ្វើសំណងកើតមកជាកូនស្រីអត់ការងារទៅធ្វើសំផឹងខំធ្វើការប៉ុណ្ណឹងហើយនៅតែមានអ្នកមើលងាយនៅតែមានអ្នកមើលថោកខ្ញុំមិនឆ្ងល់ដែរការងារប្រភេទនេះតើវាថោកមកប៉ុណ្ណាមនុស្សបែបនេះគេហៅថាពួកអត់ចាគេហៅថាពួកអាថ្លៃឲ្យជីវិតអ្នកក្រជូអាចមិនចេះលៀងអង្គតែខ្លួនអ្នកមានខ្ញុំដឹងខ្ញុំលឺពួកអ្នកឯងមិនដែរក្រពួកខ្ញុំក្របែបតែខ្ញុំវាមានចិត្តព្រេងវាស្នាមមនុស្សយើងសិតតែមានប្រាជ្ញារត់ថ្ងៃរយប់ធ្វើការមិនចេះឈប់ស្រឡាញ់ណាស់ការងារវានឹងឲ្យអ្នកជួយយើងធ្វើឲ្យយើងមានគ្រប់យ៉ាងឲ្យតែយើងធ្វើ